ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអាទិត្យ700ខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី11ខែមករាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅគណៈបកសង្គ្រោះជាតិគឺជាគណៈបកដែលអាចនាំមកនូវការផ្លាស់ប្ដូរបងប្អូនជនរួមជាតិជាទីមេត្រីនៅក្នុងសន្និសីទកាសែតខ្លីមួយកាលពីព្រឹកមិញនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានបញ្ជាក់ថាគណៈបកសង្គ្រោះជាតិគឺជាគណៈបកតែមួយគត់ដែលអាចនាំមកនូវការផ្លាស់ប្ដូរសន្និសីទនេះបានធ្វើឡើងនៅពេលដែលលោកសំរងស៊ីបានមកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីលោកទៅបំពេញបេសកកម្មនៅទ្វីបអឺរ៉ុបអស់រយៈពេល7 ខែឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានលោកសំរងស៊ីបានបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះនឹងក្រីក្រប៉ុន្តែលោកសំរងស៊ីបានសង្កត់ធ្ងន់ថាមានតែគណៈបកសង្គ្រោះជាតិមួយគត់ដែលអាចនាំមកនូវការផ្លាស់ប្ដូរនយោបាយកន្លងមកនេះនៅក្នុងប្រទេសកម្ពុជាដែលថានៃកុំព្រះបានយាងត្រឡប់ទៅវិញហើយគណៈបកមួយបានកើតតាមពលរដ្ឋគណៈបកសង្គ្រោះជាតិយើងពិសេសជាសិទ្ធិរបស់អ្នកនយោបាយគ្រប់និន្នាការគ្រប់គណៈបកទាំងអស់អញ្ចឹងយើងស្វាគមន៍ណាគេធ្វើអីតាមសម្បត្តិញ្ញៈរបស់គេហើយគេធ្វើទៅសូមឲ្យប្រជារាស្ត្រវិនិច្ឆ័យទៅពេលបោះឆ្នោតអារម្មណ៍ទៅលក្ខភាពតែគណៈបកសម្រេចយ៉ាងម៉េចទៅលក្ខភាពអារម្មណ៍ចាប់អារម្មណ៍យើងចាប់អារម្មណ៍ដើម្បីដែលជាការពិតដើម្បីដែលមានប្រយោជន៍ដំណើរទស្សនកិច្ចជុំវិញដំណើរទស្សនកិច្ចអង្គកម្មខ្មែរយើងនៅទីនេះសមុទ្រគេអបអរសាទរឲ្យទៅគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិនេះគេឃើញថាគណៈបក្សសង្គ្រោះជាតិមិនមែនត្រឹមតែជាក្តីសង្ឃឹមនៃប្រទេសកម្ពុជាទេគឺជាកិត្តិយសរបស់ប្រទេសកម្ពុជារបស់ជារាជខ្មែរលោកធានទៅបានប្រទេសលោកជុំទៅពី3ប្រទេសទៅពីអឺរ៉ុបអាដាមតាក់ទងនឹងដែរតាក់ទងនឹងអាដាមរ៉ាន់រត់ឥឡូវឃើញអាដាមបញ្ជូនអាដាមគឹមថាចូលរួមក្នុងបកយល់បែបមិនដែរតើអាចជាការបំបែកបំបាក់សម្លេងគណៈបកសង្គ្រោះជាតិទេបាទអាស្រ័យប្រជារាស្ត្រខ្ញុំជឿថាប្រជារាស្ត្រខ្មែរយល់ច្បាស់ថាមានតែគណៈបកសង្គ្រោះជាតិមួយគត់ដែលអាចនាំមកដល់ការផ្លាស់ប្ដូរនៅប្រទេសកម្ពុជាប៉ុណ្ណឹងបាទសាំង1លីត្រអាចលក់ត្រឹមតែ3300រៀលប៉ុណ្ណោះតាមការចុះផ្សាយរបស់គេហទំព័រមនោរម្យបានឲ្យដឹងថាខណៈពេលដែលនៅតាមបណ្ដាស្ថានីយ៍ប្រេងនានាក្នុងរាជធានីភ្នំពេញហ៊ានបញ្ចុះតម្លៃប្រេងរបស់ខ្លួនមកត្រឹមតែ4200រៀលក្នុង1លីត្រនោះស្រាប់តែអាជីវករមួយចំនួនអាចលក់ប្រេងសាំងនេះក្នុងតម្លៃតែ3300រៀលក្នុង1លីត្រប៉ុណ្ណោះហើយអ្វីឬក៏គុណភាពខុសគ្នាកន្លែងចាក់សាំងមួយបានលក់ប្រេងសាំងរបស់ខ្លួនត្រឹមតែតម្លៃ3300រៀលប៉ុណ្ណោះចម្ងល់បានកាត់ឡើងជាទូទៅថាមានចំណុចពិសេសណាដែលអាចធ្វើឲ្យអាជីវករនៅទីនោះអាចបំបាក់តម្លៃសាំងមកយ៉ាងខ្លាំងបែបនេះចម្ងល់ទាំងនេះបានកើតមានរហូតដល់មានមនុស្សមួយចំនួននិយាយថាអាចជាប្រេងសាំងលាយប្រេងកាតនិងអាចជាប្រេងរត់ពន្ធគេហទំព័ររដានេះបានបង្ហាញឲ្យដឹងតាមរយៈលោកហ៊ានតារាជាម្ចាស់អាជីវកម្មនៅចំណុចបណ្ដោយផ្លូវមាត់ទន្លេនៅទល់មុខរដ្ឋកោទឹករាជធានីភ្នំពេញបានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យអាំងហ្វូថាលោកអាចលក់សាំងក្នុងតម្លៃនេះព្រោះលោកយកចំណេញតិចបរិវត្តដែលរស់នៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញរូបនេះបានថ្លែងថាលោកលក់ប្រេងបានថោកជាងនៅតាមបណ្ដាស្ថានីយ៍ផ្សេងៗមិនមែនមកពីការលាយប្រេងឬប្រេងគ្មានគុណភាពនោះទេប៉ុន្តែមកពីលោកយកចំណេញតែ150រៀលប៉ុណ្ណោះក្នុង1លីត្រតាមតារាងតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនកាល់តិចនិងការអះអាងរបស់បុគ្គលិករបស់ក្រុមហ៊ុននេះឲ្យដឹងថាតម្លៃសាំងធម្មតាបញ្ចុះពី4450រៀលមកត្រឹមតែ4250រៀលចាប់ពីថ្ងៃស្អែកទី10ខែមករានេះក្រុមហ៊ុនស៊ូគីមិចបានបញ្ចុះតម្លៃប្រេងសាំងធម្មតាមកត្រឹមតែ4400រៀលតែបុគ្គលិកចាក់សាំងបានអះអាងថាអាចចុះជាង4400រៀលក្នុងថ្ងៃនេះបន្តទៀតចំណែកក្រុមហ៊ុនតូលតាល់វិញនៅតែរក្សាតម្លៃប្រេងសាំង4400រៀលដដែលគួររំលឹកថាកាលពីខែធ្នូឆ្នាំ2014លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានស្នើឲ្យភាគីពាក់ព័ន្ធពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការបញ្ចុះតម្លៃប្រេងសាំងនៅកម្ពុជាឲ្យស្របតាមទីផ្សារអន្តរជាតិប៉ុន្តែលោកច្រានចោលការលើកឡើងថារដ្ឋាភិបាលនៅតែរក្សាតម្លៃប្រេងខ្ពស់បើប្រៀបធៀបទៅនឹងទីផ្សារអន្តរជាតិម្ចាស់អាជីវកម្មខាងលើបានបន្តទៀតថាប្រេងរបស់លោកយកផ្ទាល់ពីក្រុមហ៊ុនតេឡា
ម្យ៉ាងទៀតលោកថាលោកមិនបានប្រើប្រាស់បុគ្គលិកនោះទេគឺលក់ជាលក្ខណៈគ្រួសារហើយលោកក៏មិនចំណាយថ្លៃបង់ពន្ធជូនរដ្ឋច្រើនដែរតាមតម្លៃរបស់លោកហ៊ានតារាខាងលើមានលក្ខណៈថោកជាង200រៀលដែលត្រូវបានប៉ាន់ប្រមាថដោយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបលោកសំរងស៊ីធ្លាប់សរសេរនៅលើទំព័រ Facebook របស់លោកថាអត្រាពន្ធលើប្រេងសាំមានកម្រិតប្រមាណជា 1000 រៀលក្នុង1លីត្រហើយបើកម្ពុជាបញ្ចុះពន្ធនេះមកត្រឹមតែ500រៀលក្នុង1លីត្រនឹងបញ្ចុះតម្លៃប្រេងសាំឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេសដែលបានចុះថ្លៃយ៉ាងគំហុកពេលនោះតម្លៃប្រេងសាំលក់រាយនៅប្រទេសកម្ពុជានឹងមានតម្លៃមិនលើសពី 3500 រៀលក្នុង1លីត្រទីផ្សារប្រេងសាំពិភពលោកបានចុះថ្លៃចាប់តាំងពីខែតុលាឆ្នាំ2014ប៉ុន្តែមូលហេតុដែលនាំឲ្យប្រេងសាំងចុះថ្លៃយ៉ាងគំហុកនេះត្រូវបានក្រុមហ៊ុនប្រេងសាំងមួយចំនួននៅលើពិភពលោកទទួលស្គាល់ថាមកពីការប្រែប្រួលនយោបាយសេដ្ឋកិច្ចរបស់អាមេរិកហើយជាពិសេសគឺអាមេរិកចាប់ផ្ដើមបញ្ចេញប្រេងឆៅដែលបានស្តុកទុកតាំងពីឆ្នាំ2009ហើយម្យ៉ាងទៀតអាមេរិកចាប់ផ្ដើមផលិតប្រេងរបស់ខ្លួនដែលទើបតែរកឃើញថ្មីនេះនៅក្នុងការបង្ហាញតារាងតម្លៃនៅលើប្រព័ន្ធអ៊ីនធឺណិតថាតម្លៃប្រេងសាំងនៅប្រទេសវៀតណាមមានតម្លៃ $0.88 ឡាវ $1.29 ថៃ $1.27 ហ្វីលីពីន $1.05 និងសហរដ្ឋអាមេរិក $0.82 ក្នុង1លីត្រគណៈបកសង្គ្រោះជាតិជ្រើសតាំងលោកសំរងស៊ីប្រធានសភាភាគតិចលោកកឹមសុខាអនុប្រធាននិងលោកយឹមសវណ្ណអគ្គលេខាធិការបើយោងតាមគេហទំព័រ Cambodia Express News បានចុះផ្សាយថាលោកគួយប៊ុនរឿនមន្ត្រីជាន់ខ្ពស់នៃគណៈបកសង្គ្រោះជាតិបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថាគណៈបកសង្គ្រោះជាតិបានសម្រេចជាឯកច្ឆន្ទជ្រើសតាំងលោកសំរងស៊ីធ្វើជាប្រធានក្រុមដំណើររាជភាគតិចក្នុងរដ្ឋសភាលោកកឹមសុខាអនុប្រធាននិងលោកយឹមសវណ្ណជាអគ្គលេខាធិការនៃក្រុមដំណើររាជភាគតិចក្នុងរដ្ឋសភាគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈលោកគួយប៊ុនរឿនបានបញ្ជាក់បន្ថែមថាគណៈបកបានបញ្ជូនលិខិតជ្រើសតាំងលោកសំរងស៊ីធ្វើជាប្រធានក្រុមដំណើររាជភាគតិចក្នុងរដ្ឋសភាលោកកឹមសុខាអនុប្រធាននិងលោកយឹមសវណ្ណអគ្គលេខាធិការជូនទៅលោកហេងសំរិនប្រធានរដ្ឋសភាជាតិរួចហើយកាលពីពេលថ្មីនេះដែលជាការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យក្នុងសភានិងជាដៃគូសន្ទនាជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នជាមួយគ្នានោះដែរលោកប៊ិនឆាន់ប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាមានប្រសាសន៍ថាការផ្ដល់ទូនាទីជូនលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិធ្វើជាប្រធានសភាភាគតិចក្នុងរដ្ឋសភាគឺជាការអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យយ៉ាងល្អនៅកម្ពុជាសម្រាប់ធ្វើជាដៃគូសន្ទនាជាមួយប្រមុខរាជរដ្ឋាភិបាលគ្រប់បញ្ហាសំខាន់ៗទាក់ទងទៅនឹងប្រទេសជាតិសូមរំលឹកថាកាលពីថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2014នៅវិមានរដ្ឋសភាជាតិកន្លងទៅនេះមានជំនួបកម្ពុជារវាងលោកហ៊ុនសែននាយករដ្ឋមន្ត្រីជាមួយនឹងលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលជំនួបនោះបានពិភាក្សាដោះស្រាយបញ្ហាជាច្រើនជាមួយគ្នាជាពិសេសការព្រមព្រៀងគ្នាធ្វើវិសាស្ត្រនកម្មបោកបញ្ជាផ្ទៃក្នុងសភាប្រកាស48ថ្មី2ដើម្បីរៀបចំឲ្យមានឋានៈដឹកនាំដំណើររាជនៃគណៈបកនយោបាយដែលមានអាសនៈក្នុងសភានិងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៃរដ្ឋសភាដើម្បីជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាលទាក់ទងទៅនឹងបញ្ហារបស់ប្រទេសជាតិប្រធានក្រុមភាគតិចនៃរដ្ឋសភាមានឋានៈស្មើនាយករដ្ឋមន្ត្រីលោកប៉ែនសវណ្ណក្រុងប្តឹងប្រទេសវៀតណាមជុំវិញថ្ងៃ7មករាទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តាមការចុះផ្សាយរបស់គេហទំព័រ Cambodia Daily បានឲ្យដឹងថាលោកប៉ែនសវណ្ណអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលត្រូវបានលើកបន្ទប់ដោយវៀតណាមបន្ទាប់ពីពួកគេផ្ដួលរលំរបបខ្មែរក្រហមប៉ុន្តែដែលក្រោយមកត្រូវបានដកចេញពីតំណែងវិញនិងឃុំខ្លួននៅក្នុងប្រទេសវៀតណាមនោះបានប្រកាសផែនការដាក់ពាក្យប្តឹងប្រទេសជិតខាងភាគខាងកើតរបស់កម្ពុជាមួយនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គេហទំព័ររដៃនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកប៉ែនសវណ្ណដែលពេលនេះជាតំណាងរាជគណៈបកសង្គ្រោះជាតិបានមានប្រសាសន៍កាលពីថ្ងៃសុក្រថាលោកនឹងដាក់ពាក្យបណ្ដឹងនេះនៅដើមឆ្នាំនេះដោយទទួលបានជំនួយហិរញ្ញវត្ថុពីពលរដ្ឋខ្មែរមិនបញ្ចេញឈ្មោះរស់នៅក្នុងប្រទេសអូស្ត្រាលីដែលនឹងផ្ដល់ថវិកាដល់លោកសម្រាប់ជួលមេធាវីបរទេសលោកបានមានប្រសាសន៍ថាសំណុំរឿងនេះនឹងផ្ដោតលើការឈានពានរបស់វៀតណាមចូលមកក្នុងទឹកដីកម្ពុជាដែលបានឈានទៅដល់ការបណ្ដេញរបបខ្មែរក្រហមចេញពីអំណាចនៅថ្ងៃ7មករាឆ្នាំ1979លោកបានលើកឡើងថាជាការពិតណាស់លោកនឹងដាក់ពាក្យប្តឹងរដ្ឋាភិបាលវៀតណាមជុំវិញថ្ងៃ7មករាឆ្នាំ1979ពីព្រោះវៀតណាមអះអាងថាពួកគេបានមកជួយកម្ពុជាប៉ុន្តែធៀបពិតពួកគេមានបំណងអាក្រក់ដើម្បីលេបត្របាក់ទឹកដីកម្ពុជាលោកប៉ែនសវណ្ណខ្លួនឯងគឺជាមនុស្សម្នាក់ស្ថិតក្នុងចំណាក់អតីតជនកុម្មុយនីសខ្មែរមួយក្រុមដែលបានភៀសខ្លួនចេញពីកម្ពុជាបន្ទាប់ពីខកចិត្តចំពោះខ្មែរក្រហមហើយក្រោយមកបានវិលត្រឡប់មកវិញនៅមុនពេលឈានពានរបស់អាញាធរវៀតណាមដែលបានផ្ដួលរំលំរបបប៉ុលពត
លោកគឺជានាយករដ្ឋមន្ត្រីទី1ប្រចាំប្រទេសកម្ពុជាក្រោយរបបខ្មែរក្រហមប៉ុន្តែត្រូវបានវៀតណាមដកចេញពីអំណាចទាំងបង្ខិតបង្ខំនៅចុងឆ្នាំ1981ដោយសារតែលោកបានអំពាវនាវឲ្យដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជាលោកបានមានប្រសាសន៍កាលពីថ្ងៃសុក្រថាលោកនឹងលើកយកមកធ្វើជាភស្តុតាងបង្ហាញពីចេតនាអាក្រក់របស់វៀតណាមដោយជាការចាប់ខ្លួនលោកព្រមទាំងយុទ្ធនាការក5ដ៏មហន្តរាយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បាត់បង់ជីវិតខណៈពេលដែលត្រូវគេបញ្ជូនឲ្យទៅជំនួយដល់កម្លាំងទ័ពនៅព្រំដែនថៃដើម្បីទប់ទល់ជាមួយខ្មែរក្រហមនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1980លោកបានបន្តថារដ្ឋាភិបាលវៀតណាមបានកលែងប្រវត្តិសាស្ត្រជុំវិញថ្ងៃ7មករាឆ្នាំ1979ហើយរដ្ឋាភិបាលបានឃុំខ្លួនរូបលោកនៅភូមិខាងលិចទីក្រុងហាណូយអស់10ឆ្នាំនិង52ថ្ងៃមុនពេលលោកត្រូវបានដោះលែងដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ23តុលាសកម្មជនដេកធ្លីម្នាក់មានសុខភាពទ្រុឌទ្រោមព្រោះមន្ត្រីពន្ធនាគារមិនឲ្យយកទៅព្យាបាលនៅពេទ្យឯកជនបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាសកម្មជនដេកធ្លីមកពីសហគមន៍បង្កក់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថាសកម្មជនរបស់ខ្លួនម្នាក់ដែលកំពុងជាប់ពន្ធនាគារព្រៃសរមានសុខភាពទ្រុឌទ្រោមដោយសារមន្ត្រីពន្ធនាគារមិនអនុញ្ញាតឲ្យសាច់ញាតិយកទៅសម្រាប់ព្យាបាលនៅពេទ្យឯកជនគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈតំណាងប្រជាសហគមន៍បង្កក់អ្នកស្រីពៅសោភាប្រាប់ថាស្ត្រីសកម្មជនដេកធ្លីមកពីសហគមន៍បង្កក់ម្នាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរអ្នកស្រីផាន់ឈុនរ៉េតមានជំងឺបេះដូងធ្ងន់ធ្ងរដោយសារចង្វាក់បេះដូងរបស់គាត់បានត្រឹមតែ29ទៅ32តែប៉ុណ្ណោះខណៈចង្វាក់បេះដូងមនុស្សធម្មតាចាប់ពី60ឡើងទៅអ្នកស្រីថាសាច់ញាតិរបស់អ្នកជំងឺស្នើទៅប្រធានពន្ធនាគារយកអ្នកស្រីផាន់ឈុនរ៉េតទៅសម្រាប់ព្យាបាលនៅពេទ្យឯកជនមួយយប់ដែរតែមន្ត្រីនោះមិនព្រមទេដែលអះអាងថាមានពេទ្យក្នុងពន្ធនាគារជួយថែទាំជាប្រចាំហើយអ្នកស្រីពៅសាភិបបញ្ជាក់ថាពេទ្យដែលជួយថែទាំនៅក្នុងពន្ធនាគារមិនមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ដោយពេទ្យឯកជននោះទេហើយសេវាកម្មថែទាំអ្នកជំងឺក៏មានភាពយឺតយ៉ាវទៀតហេតុនេះអ្នកស្រីខ្លាចសកម្មជនរបស់ខ្លួនមានជំងឺកាន់តែធ្ងន់ធ្ងរនិងអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតអ្នកស្រីស្នើទៅប្រធានពន្ធនាគារស្ត្រីម2គួរតែអនុញ្ញាតតាមសំណើសាច់ញាតិអ្នកជំងឺផងកាលពីថ្ងៃទី17ខែធ្នូឆ្នាំ2014កន្លងទៅក្រុមគ្រូពេទ្យរបស់អង្គការលីកាដូដែលបានចូលទៅពិនិត្យស្ថានភាពសុខភាពស្ត្រីជាប់ឃុំទាំងនោះបានឲ្យដឹងថាអ្នកស្រីផាន់ឈុនរ៉េប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរពីព្រោះចង្វាក់បេះដូងគាត់ចុះខ្សោយមកដល់កម្រិត21ដែលមានស្ថានភាពយ៉ាប់យ៉ឺនខ្លាំងគួររំលឹកដែរថាកាលពីព្រឹកថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2014ស្ត្រីសកម្មជនដេកធ្លី7នាក់នៃសហគមន៍បង្កក់ត្រូវបានចាប់ខ្លួនខណៈដែលពួកគេតវ៉ានិងព្យាយាមបិទផ្លូវនៅមុខសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យមានអន្តរាគមន៍រំដោះទឹកស្អុយចេញពីភូមិចំណែកឯស្ត្រី3នាក់និងព្រះសង្ឃមួយអង្គផ្សេងទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃបន្ទាប់ខណៈដែលពួកគាត់តវ៉ានៅមុខសាលារាជធានីភ្នំពេញដើម្បីឲ្យមានការដោះលែងសកម្មជនដេកធ្លី7នាក់ខាងលើស្ត្រីទាំង10នាក់និងព្រះសង្ឃមួយអង្គខាងលើត្រូវបានសាលាដំបងរាជធានីភ្នំពេញបើកសវនកម្មកាត់ទោសភ្លាមៗនៅថ្ងៃបន្ទាប់ពីការចាប់ខ្លួននិងបានផ្តន្ទាទោសឲ្យពួកគាត់ជាប់ពន្ធនាគារម្នាក់1ឆ្នាំនិងពិន័យជាប្រាក់ម្នាក់2លានរៀលអង្គការដំឡាភិបកម្ពុជាអំពាវនាវដល់មេដឹកនាំលើពិភពលោកលុបបំបាត់អំពើពុករលួយដើម្បីសង្គមមានយុត្តិធម៌លោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថានាយកប្រតិបត្តិនៃអង្គការដំណាភិបកម្ពុជាអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេសនិងអ្នកនយោបាយនៅលើពិភពលោករួមគ្នាលុបបំបាត់អំពើពុករលួយហើយវិលមកអនុវត្តគោលនយោបាយអភិបាលកិច្ចល្អដើម្បីសង្គមមានយុត្តិធម៌និងមាននីតិរដ្ឋថ្ងៃនៅថ្ងៃទី9ខែមករាក្នុងពិធីបញ្ចប់ការបោះជំរំយុវជនអន្តរជាតិស្ដីពីពង្រឹងសិទ្ធិអំណាចយុវជនដើម្បីដំណាភិបនិងសុចរិតភាពដែលមានតំណាងអង្គការដំណាភិបអន្តរជាតិចំនួន8ប្រទេសចូលរួមរយៈពេល6ថ្ងៃដោយចាប់ពីថ្ងៃទី4ដល់ថ្ងៃទី10ខែមករានេះនៅខេត្តសៀមរាបអង្គការដំណាភិបអន្តរជាតិទាំង8រួមមានអង្គការដំណាភិបអន្តរជាតិកម្ពុជាអង្គការដំណាភិបអន្តរជាតិបង់ក្លាដេសអង្គការដំណាភិបអន្តរជាតិប៉ាគីស្ថានអង្គការដំណាភិបអន្តរជាតិម៉ាឡេស៊ីអង្គការដំណាភិបអន្តរជាតិឥណ្ឌូនេស៊ីអង្គការដំណាភិបអន្តរជាតិហ្វីលីពីនអង្គការដំណាភិបអន្តរជាតិវៀតណាមនិងអង្គការអន្តរជាតិនិងអង្គការដំណាភិបអន្តរជាតិប៉ូឡូញគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងតាមរយៈនាយកប្រតិបត្តិអង្គការដំណាភិបកម្ពុជាលោកព្រាបកុលថ្លែងថាបច្ចុប្បន្ននេះមានមនុស្សនិងអ្នកនយោបាយជាច្រើនដើម្បីបំពេញការលុបលន់និងមហិច្ឆតារបស់ខ្លួនដែលបានប្រព្រឹត្តអំពើពុករលួយដែលធ្វើឲ្យគ្រោះថ្នាក់ដល់ពិភពលោកនិងមនុស្សជាតិលោកបន្តថាអំពើពុករលួយជាជំងឺមួយដែលកើតឡើងជាប្រព័ន្ធដើម្បីបំផ្លិចបំផ្លាញប្រទេសដូច្នេះមេដឹកនាំនិងអ្នកនយោបាយត្រូវតែកែកំហុសនិងត្រូវការពារកុំឲ្យមាននៅទម្រង់អំពើពុករលួយបន្តទៀតឡើយហើយមកអនុវត្តគោលនយោបាយស្ដីពីអភិបាលកិច្ចល្អដើម្បីឲ្យសង្គមមានយុត្តិធម៌តម្លាភាពនិងមាននីតិរដ្ឋល្អ
តាមរបាយការណ៍របស់អង្គការដំណាភិបអន្តរជាតិប្រចាំឆ្នាំ2014ក្នុងចំណោម175ប្រទេសមានប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេចំនួន3ដែលមិនសូវមានអំពើពុករលួយរួមមានដាណឺម៉ាក ញូហ្សេឡង់ និងហ្វាំងឡង់ហើយប្រទេសដែលពុករលួយបំផុតដែលទទួលបានចំណាត់ថ្នាក់ក្រោមគេរួមមានសូម៉ាលី កូរ៉េខាងជើង និងសូដង់ចំណែកកម្ពុជាវិញទទួលបានចំណាត់ថ្នាក់លេខ156ស្មើនឹងប្រទេសភូមានិងស៊ីមបាវេអតីតនាយករដ្ឋមន្ត្រីថៃយីងឡាក់ស៊ីណាវ៉ាតចូលនិយាយការពារខ្លួននៅរដ្ឋសភាតាមការចុះផ្សាយរបស់គេហទំព័រ RFE បានឲ្យដឹងថាគេវិតម្លៃថាសភាថៃដែលតែងតាំងបង្កើតឡើងដោយរបបសឹកថៃក្រោយរដ្ឋប្រហារខែឧសភានឹងអាចចេញច្បាប់ហាមឃាត់លោកស្រីយីងឡាក់មិនឲ្យធ្វើនយោបាយក្នុងរយៈពេល5ឆ្នាំនៅក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលជាពណ៌តំណាងរាជវង្សថៃលោកស្រីនាយរដ្ឋមន្ត្រីដែលត្រូវពួកយោធាបណ្ដេញចេញពីអំណាចកាលពីខែពាក់កណ្ដាលឆ្នាំមុនបានឡើងនិយាយការពារខ្លួននៅមុខសភាថៃឡើងឆ្លើយការពារខ្លួនព្រោះគណៈកម្មការប្រឆាំងអំពើពុករលួយដែលមាននិន្នាការទៅរកខ្សែរាជវង្សបានចោទលោកស្រីយីងឡាក់នៅពេលលោកស្រីកាន់អំណាចពីបទធ្វេសប្រហែសនៅក្នុងកម្មវិធីឧបត្ថម្ភធនដល់ប្រជាកសិករដោយរដ្ឋបានប្រមូលអង្គទិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារដល់ទៅ 50% លោកស្រីយីងឡាក់បាននិយាយថាខ្ញុំបានដឹកនាំរដ្ឋាភិបាលដោយស្មោះត្រង់និងគោរពរាល់ច្បាប់ដែលមានចែងនេះជាការអះអាងរបស់លោកស្រីយីងឡាក់នៅមុខក្រុមអ្នកដំណើររាជលោកស្រីយីងឡាក់នៅបាននិយាយការពីកម្មវិធីនយោបាយរបស់លោកស្រីថាបានជួយស្រោចស្រង់ប្រជាកសិករថៃប្រមាណ1.8 នាក់ដែលរងគ្រោះជាប់បំណុលដោយសារតែតម្លៃស្រូវធ្លាក់ចុះនៅចុងបញ្ចប់នៃបទអន្តរាគមន៍ដែលមិនធ្លាប់មាននិងដែលគេកំពុងរងចាំដ៏យូរមកហើយចាប់តាំងពីរដ្ឋប្រហារយោធាបានទម្លាក់លោកស្រីយីងឡាក់ចេញពីអំណាចលោកស្រីយីងឡាក់បានសំណូមពរឲ្យសភាសម្រេចចិត្តលើជោគវាសនារបស់លោកស្រីដោយផ្អែកលើគតិបណ្ឌិតនិងបង្កប់ហេតុផលនយោបាយនៅពីក្រោយខ្នងតាមគម្រោងរដ្ឋសភាថៃដែលបង្កើតដោយរបបសឹកនោះត្រូវបោះឆ្នោតសម្រេចជោគវាសនានយោបាយរបស់លោកស្រីយីងឡាក់នៅអំឡុងថ្ងៃទី22ឬ23មករាខាងមុខដោយហាមលោកស្រីយីងឡាក់មិនឲ្យធ្វើនយោបាយរបបសឹកទំនងចង់ខ្ចីដៃរដ្ឋសភាដើម្បីលុបបំបាត់ត្រកូលស៊ីណាវ៉ាតចេញពីជីវិតនយោបាយថៃនីតិវិធីប្រឆាំងលោកស្រីយីងឡាក់ពីសំណាក់របបសឹកពេលនេះជាសក្ខីកម្មបន្ថែមដែលបញ្ជាក់ពីវិបត្តិបែកបាក់គ្នាកាន់តែជ្រៅក្នុងចំណោមប្រជាជនថៃនិងការពុះជ័យសង្គមថៃរវាងក្រុមអ្នកគាំទ្រស៊ីណាវ៉ាតដែលជាប្រជាជនតាមជនបទនិងក្រុមអ្នកប្រឆាំងនឹងត្រកូលស៊ីណាវ៉ាតដែលជាក្រុមរាជវង្សនិងអ្នកទីក្រុងតាមអ្នកជំនាញរបបសឹកអាចមានសមត្ថភាពធ្វើឲ្យត្រកូលស៊ីណាវ៉ាតលែងអាចចូលធ្វើនយោបាយទៀតបានប៉ុន្តែរបបយោធាថៃអាចនឹងប្រឈមនឹងការផ្ទុះកំហឹងតវ៉ារបស់ប្រជាជនដែលគាំទ្រត្រកូលរបស់លោកស៊ីនទៅថ្ងៃអនាគតលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស់មារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា